លោកឧត្តមសេនីយ៍តូហេងសុផលការងារសប្បុរសធម៌ត្រូវធ្វើឲ្យដូចភ្លៀងរលឹមដល់លំនៅឋានជនចាស់ជរានិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តកំពង់ធំបានលើកឡើងថាការងារសប្បុរសធម៌ត្រូវធ្វើឲ្យដូចភ្លៀងរលឹមដល់លំនៅឋានជនចាស់ជរានិងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតក្នុងឱកាសដែលលោកដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខនិងនាំយកអំណោយសប្បុរសជនចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយខេត្តកំពង់ធំនាព្រឹកថ្ងៃទី3ខែមករាឆ្នាំ2026ក្នុងឱកាសនោះលោកឧត្តមសេនីយ៍តូហេងសុផលស្នងការនគរបាលខេត្តបានថ្លែងថាដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលោកបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតជាបន្តបន្ទាប់ជាពិសេសនាពេលថ្មីនេះលោកបានចុះអន្តរាគមន៍នាំយកស្បៀងអាហារសម្ភារៈប្រើប្រាស់ប្រគល់ជូនបងប្អូនភាគដែលមកស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិសាស្ត្រខេត្តកំពង់ធំដោយសារការឈ្លានពានពីកងទ័ពចៅសៀមមកលើបូរណភាពទឹកដីប្រទេសកម្ពុជាយើងលោកឧត្តមសេនីយ៍តូបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមនាយកឧត្តមសេនីយ៍សុថេនអគ្គស្នងការនគរបាលជាតិនិងឯកឧត្តមនួនផារតអភិបាលខេត្តជូនចំពោះបងប្អូនប្រជាពលរដ្ឋនាឱកាសនេះជានិច្ចការថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខសុខុមាលភាពនិងការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់បងប្អូនផងដែរបន្ទាប់មកលោកឧត្តមសេនីយ៍តូស្នងការបានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទីមួយសូមបងប្អូនរក្សាភាពស្ងៀមស្ងាត់និងត្រូវជឿជាក់លើរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជាថៃទី2ត្រូវជឿជាក់និងគាំទ្រយ៉ាងពេញទំហឹងចំពោះវីរៈកងទ័ពខ្មែរយើងដែលកំពុងឈរជើងការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាទី3បន្តរក្សាកត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរប្រឆាំងដាច់ខាតរាល់ល្បែងល្បិចកលរបស់ក្រមជ្រុលនិយមមួយចំនួនដែលតែងតែបង្កចលាចលបំផ្លាញសន្តិសុខជាតិការពារដាច់ខាតជាតិសាសនាព្រះមហាក្សត្រនិងការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដែលចេញពីការបោះឆ្នោតទី4ដោយសារបញ្ហាអាកាសធាតុមានការប្រែប្រួលសូមបងប្អូនថែទាំសុខភាពតាមរយៈការរស់នៅស្អាតបរិភោគស្អាតនិងមានអនាម័យជាប្រចាំថ្ងៃទី2សូមបងប្អូនបន្តប្រឹងប្រែងប្រកបមុខរបរប្រចាំថ្ងៃដូចជាការបង្កើនផលដាំដំណាំបន្លែផ្លែឈើចិញ្ចឹមសត្វតាមគ្រួសារនីមួយៗគឺជួយសម្រាលចំណាយដល់ស្រ័យជីវភាពឲ្យកាន់តែប្រសើរឡើងជាកិច្ចចុងក្រោយលោកស្នងការបានប្រគល់គ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋចំនួន100គ្រួសារនៅឃុំនីពេជ្រនិងឃុំត្បែងក្នុងមួយគ្រួសារទទួលបាននៅអង្គ25គីឡូក្រាមមីជាតិ1កេសទឹកបរិសុទ្ធ1កេសទឹកត្រី1យួរនិងថវិកា50,000រៀលនាំមកជូនដោយហាងនៅសាលៀនមានលក់អគាររថយន្តគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ088 99 72 168